អ្នកគ្រូមានអាវភ្លៀងលក់នៅសស្ថានដែរអត់អ្នកគ្រូមាននំប៉័ងលក់នៅសស្ថានដែរអត់តាមពិតវាគឺជាគ្រាមភាសាមួយដែលបងប្អូនរបស់យើងគាត់តែងតែប្រើប្រាស់នៅសស្ថានជាពិសេសនៅកន្លែងផ្សេងៗដែលគាត់អត់មានភាព comfortable ក្នុងការប្រើភាសាដែលគេហៅថាភាសាពិតប្រាកដណាអញ្ចឹងសម្រាប់ខ្ញុំនៅនេះខ្ញុំអត់មានលក់អាវភ្លៀងទេតែបើថាស្រោមអនាម័យខ្ញុំមានលក់អញ្ចឹងជាមួយខ្ញុំនៅសស្ថានឬក៏បងប្អូនជួបជាមួយនឹងគ្រូពេទ្យអសតការីផ្សេងៗទៀតដែលពាក់អាវសនេះណាមិនបាច់មានភាពខ្មាស់អៀនទេអាចសួរនាំគាត់តាមតម្រូវការបានសូមអនាម័យមានលក់ហើយសម្លៃអនាម័យរបស់ស្រីៗរបស់យើងនឹងពេលមករដូវហ្នឹងក៏មានលក់ដែរអញ្ចឹងខ្ញុំអាចណែនាំបងប្អូននៅជំរើសដែលល្អបំផុតតាមចំណង់ចំណូលចិត្តបងប្អូនត្រូវការបងប្អូនបានឃើញវីដេអូរបស់ខ្ញុំមុននេះត្រូវទេអញ្ចឹងបងប្អូនអាចជ្រើសរើសថាស្រោមអនាម័យហ្នឹងមានគុណភាពពីប្រទេសណាជាក់ស្ដែង Masculini ផងគុណភាពប្រទេសអាល្លឺម៉ង់អញ្ចឹងមានជំរើសស្ដើងបំផុតមានលាយទាំងអំអល់អាឡូងជាប្រភេទ long pleasure ពជាពេលបានយូរ sensitive សម្រាប់អ្នកដែលស្ងួតខ្លាំងប្រភេទចង់វាន់ផងចង់គ្រើមផងជាមួយគ្នានេះតែគ្រើមទេហើយលក្ខណៈក្លិនផ្លែឈើចម្រុះទៀតនិយាយទៅមានច្រើនជាងនឹងទៀតបងប្អូនអាចសាកសួរខ្ញុំបន្ថែមបានហើយខ្ញុំនឹងព្យាយាមឆ្លើយទៅនឹងសំណួរបងប្អូនតាមអ្វីដែលបងប្អូនកំពុងតែត្រូវការហើយឆ្ងល់ជាយូរកន្លងមកជាពិសេសហ្នឹងខ្ញុំចូលចិត្តឆ្លើយនៅសំណួរដែលបងប្អូនតែងតែយល់ច្រឡំព្រោះខ្ញុំចង់ឲ្យបងប្អូនអាច clear out ឈប់យល់ច្រឡំទាំងអស់ហ្នឹងហើយចាប់ផ្ដើមការពារខ្លួនបងប្អូនជៀសវាងទី1គឺការមានផ្ទៃពោះដែលចៃដន្យទី2ការឆ្លងមេរោគផ្សេងៗការបង្ករោគនៅតំបន់សុខភាពទ្វារមាររបស់យើងចឹងបងប្អូនកុំភ្លេចណា inbox ឬក៏ comment នៅខាងក្រោមបើសិនបើបងប្អូនមានជាចម្ងល់អីផ្សេងៗទាក់ទងជាមួយនឹងបញ្ហាសុខភាពបន្តពូជខ្ញុំនឹងព្យាយាមដោះស្រាយទី1ផ្ដល់ជាការអប់រំហើយទី2ផ្ដល់ជាកន្លឹះក្នុងការជ្រើសរើសផលិតផលបានស្តុកនៅក្នុងសស្ថានខ្ញុំជាក់ស្ដែងដូច្នេះវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំនឹងជួបបងប្អូននៅក្នុងវីដេអូអប់រំផ្សេងៗទៀតនៅពេលក្រោយឆាប់ៗនេះកុំភ្លេច follow ទាំងអស់គ្នាណា